យាយយាយខ្ញុំយកនំសមមកផ្ញើអូយសម្រាប់លក់ឲ្យមែនទេយាយមិនទាន់លក់ទេចៅនួនអើយយាយដើរមិនរួចទេជួយហុចទឹកឲ្យយាយមកផ្តិលមកពុទ្ធអើយស្លេកស្លាំងអស់ហើយតានាងម៉ាលីវាមិនទុកបាយទុកទឹកឲ្យយាយពិសាទេអឺពិបាកណាស់ចៅនួនអើយឃើញយាយរស់នៅម្នាក់ឯងវេទនាបែបនេះខ្ញុំទប់ទឹកភ្នែកមិនជាប់ទេចិត្តអាក្រក់ខ្លាំងណាស់នាងម៉ាលីននេះយាយជាមនុស្សចាស់អត់បានការមិនដឹងជាស្លាប់ថ្ងៃណាទេចៅអើយកុំគិតខ្លាចអីយាយចាំខ្ញុំជួយដួសបាយទឹកនិងជួយមើលថែយាយម្ដងម្កាលចុះអរគុណចៅណាស់ដែលនៅមានចិត្តអាណិតស្រឡាញ់ដូនចាស់ជរាម្នាក់នេះនាងមាលីដើរត្រឡប់មកពីផ្សារវិញក៏ស្រាប់តែចិត្តក្តៅភ្លាមម៉ាលីឯងមកវិញហើយមិនក៏ចិត្តដាច់ខ្លាំងម្លេះមិនឲ្យម៉ែក្មេកដាច់បាយដាច់ទឹកយីមកចេះដឹងស្អីរឿងក្នុងផ្ទះរបស់ខ្ញុំផ្ទះខ្ញុំបាយទឹកខ្ញុំជារឿងរបស់ខ្ញុំចៅឯងមិនគិតពីគុណធម៌ខ្លះទេគាត់ជាចាស់ទុំហើយជាម៉ែបង្កើតប្តីឯងទៀតណាម៉ែប្តីមិនមែនម៉ែខ្ញុំទេបើអាណិតគាត់ខ្លាំងណាស់មិនហៅគាត់ទៅចិញ្ចឹមនៅផ្ទះរបស់អ្នកទាំងពីរទៅតើតើឯងនិយាយពាក្យនឹងទៅរួចម៉ាលីឯងធ្វើបាបចាស់ជរាភ្នែកមើលមិនឃើញបែបនេះមិនខ្លាចបាបកម្មទេមែនទេបាបកម្មអីខ្ញុំមិនខ្វល់ឡើយចេញទៅចេញឲ្យផុតពីផ្ទះខ្ញុំទៅចាំមើលចាំម៉ាលីចិត្តបីសាច់ដូចឯងទេវតានឹងដាក់ទោសហើយខ្ញុំមិនខ្លាចទេឆាប់ចេញពីផ្ទះខ្ញុំទៅយើងទៅវិញនិយាយជាមួយស្រីចិត្តខ្មៅបែបនេះនាំទៅហត់មាត់ទៅទេតែឆាប់ទៅកុំមកជន់ផ្ទះខ្ញុំទៀតពេលសុខាដែលជាប្តីដើរមកពីស្រែក៏ជួបអ្នកភូមិប្រុសម្នាក់សុខាអើយអញដឹងទេនាងមាលីប្រពន្ធឯងធ្វើបាបម៉ែឯងខ្លាំងណាស់រាល់ថ្ងៃនេះអាខៀវឯងកុំមកនិយាយមូលប្រកាច់ប្រពន្ធខ្ញុំណាមាលីនាងជាស្រីស្លូតបូតចេះគោរពចាស់ទុំណាស្លូតបូតអីបើអ្នកភូមិគេឃើញនាងយកបាយកកលេងទឹកលាងចានទៅឲ្យម៉ែឯងពិសានឹងមិនពិតទេប្រពន្ធខ្ញុំប្រាប់ថាម៉ែខ្ញុំតើដែលដេញវាយនាងនឹងជេរបតិចផ្ដាសាពួកខ្ញុំដោយសារតែគិតថាគាត់ជាម្ដាយទៅបានមាត់អង្គទៅឯងល្ងងខ្លាំងណាស់សុខាម៉ែឯងភ្នែកមើលមិនឃើញដើមរួចផងនឹងទៅដេញវាយប្រពន្ធឯងកើតដែរមែនម៉ែខ្ញុំគាត់ប្រកែធ្វើពុតណាស់គាត់ចង់ឲ្យពួកខ្ញុំបែកបាក់គ្នាទើបគាត់ធ្វើបែបហ្នឹងឯងជឿសម្ដីប្រពន្ធបិសាចឯងជាងម៉ែបង្កើតហ៎ចាំមើលចុះឯងនឹងត្រូវវិនិច្ឆ័យព្រោះតែតិចស្រាលនឹងហើយតែវិនិច្ឆ័យមិនវិនិច្ឆ័យជារឿងខ្ញុំតាឈប់មកចេះដឹងរឿងគ្រួសារខ្ញុំទៀតទៅអាខៀវបើឯងមិនជឿតាមចិត្តឯងទៅចុះចាំមើលថ្ងៃក្រោយឯងនឹងសោកស្ដាយហើយខ្ញុំគ្មានថ្ងៃសោកស្ដាយទេប្រពន្ធខ្ញុំល្អបំផុតនៅក្នុងโลกហើយខ្ញុំទៅផ្ទះវិញល្អជាងពេលសុខាដែលចូលមកដល់ក្នុងផ្ទះនាងមាលីក៏ចាប់ផ្ដើមបងសុខាអើយជួយខ្ញុំផងថ្ងៃនេះដូននាងនួននិងនាងនៀតចូលមកដេញវាយខ្ញុំដល់ក្នុងផ្ទះអីក៏អាក្រក់ម្លេះអូនសម្លាញ់តើពីរអ្នកនឹងមកធ្វើបាបអូនរឿងអីគឺម៉ែរបស់បងនឹងឯងគាត់ហៅអ្នកភូមិមកជាបតិចបដាសាពួកយើងមិនឲ្យរកស៊ីមានបានបងមិននឹកស្មានតម៉ែបង្កើតរបស់បងមានចិត្តសាហាវព្រៃផ្សៃហៅគេមកធ្វើបាបប្រពន្ធបងអញ្ចឹងសោះបើបងមិនដាច់ជាចាស់ចង្រៃនេះចេញពីផ្ទះទេខ្ញុំនឹងរត់ទៅសម្រាប់ខ្លួនមិនខានកុំយំអីអូនសម្លាញ់បងជឿអូនគ្រប់យ៉ាងបងនឹងចាត់ការរឿងនេះភ្លាមបងត្រូវតែដេញគាត់ចេញទៅឲ្យឆ្ងាយបើមិនអញ្ចឹងទេផ្ទះយើងរលាយព្រោះតែគាត់មិនខានអូននិយាយត្រូវហើយមនុស្សចាស់ដែលចាំតែបង្កការក្តៅក្រហាយមិនគួរទុកទេទៅបងយើងទៅដេញគាត់ចេញជាមួយគ្នាកុំឲ្យគាត់ណានៅទៅផ្នែកទៀតអីចាំមើលចុះបងមិនទុកមុខឲ្យគាត់ទៀតទេទោះជាម្ដាយបង្កើតក៏ដោយម៉ែឯងចេញពីផ្ទះខ្ញុំទៅខ្ញុំមិនចាំមនុស្សចាស់ចិត្តអាក្រក់មកធ្វើបាបប្រពន្ធខ្ញុំទៀតទេមិនមែនទេកូនសុខាម៉ែមិនបានធ្វើទេគឺម៉ាលីវាបង្កាច់បង្ខូចម៉ែទេកូនឃើញទេបងគាត់នៅតែប្រឌិតថាខ្ញុំមកធ្វើបាបគាត់ទៀត
ឈប់និយាយទៀតទៅយាយកញ្ចាស់ចេញទៅទាំងយប់នឹងតែម្ដងទៅដេកនៅណាក៏ទៅដេកទៅ សុខាកូនយប់ងងឹតហើយឲ្យម៉ែទៅណាភ្នែកម៉ែងងឹតអស់ហើយកូនមើលមិនឃើញទេទៅងាប់នៅណាក៏ទៅផ្ទះនេះលែងមានកន្លែងសម្រាប់យាយចាស់ឯងទៀតហើយសុខាកូនអើយជួយម៉ែផងកុំដាច់ចិត្តពីម៉ែអីម៉ែជាអ្នកបង្កើតកូនណា បើម៉ែឯងមិនព្រមចេញទៅឲ្យឆាប់ទេខ្ញុំនឹងធាក់ទម្លាក់ទៅលើផ្ទះឥឡូវនេះហើយ ម៉ែទៅហើយកូនម៉ែមិននៅឲ្យកូនទាំងពីរទៅភ្នែកទៀតទេតែផុតទៅអើយ យាយសុកភ្នែកមើលមិនសូវឃើញខំប្រឹងដើរស្ទាបចាកចេញទៅទាំងចិត្តអួលណែនសែនខ្លោចផ្សាយាយសុកយំខ្សឹកខ្សួលដើរត្រេតត្រោតចូលទៅក្នុងព្រៃជ្រៅទាំងងងឹតសូនសុងរាងកាយទន់ជ្រាយគ្មានកម្លាំងកំហែង ទេវតាអើយហេតុអីក៏ជីវិតខ្ញុំវេទនាដល់ថ្នាក់នេះ សំឡេងសត្វយំវងសត្វរាត្រីយំយ៉ាងរន្ធត់ធ្វើឲ្យយាយសុករឹតតែភ័យខ្លាច កូនប្រុសបង្កើតដែលខ្ញុំធ្លាប់បីបំថ្នមថែកាលពីតូចបែរជាជឿប្រពន្ធរបស់គេទៅវិញអើយអោកូនសុខាអើយម៉ែឈឺចាប់ណាស់ឈឺទាំងកាយទាំងចិត្តប្រហែលជីវិតខ្ញុំត្រូវបញ្ចប់នៅក្នុងព្រៃជ្រៅនេះហើយបើម៉ែស្លាប់ទៅសូមឲ្យកូនប្រុសរបស់ម៉ែជួបតែសេចក្តីសុខចុះ ទឹកចិត្តម្ដាយទោះបីជាកូនធ្វើបាបយ៉ាងណាក៏នៅតែបន់ស្រន់ឲ្យកូនបានសុខដែរសំឡេងយំដ៏ឈឺចាប់របស់ដូនជរាបានលឺទៅដល់ឋានសួគ៌ធ្វើឲ្យទេវតាទ្រាំមិនបានចិត្តមនុស្សស្រីម្នាក់ឈ្មោះមាលីនេះពិតជាអាក្រក់ដូចយក្សមែនយើងត្រូវតែចោះទៅបង្រៀននាងឲ្យស្គាល់ពីបុណ្យនិងបាបសិនយើងនឹងដើរសុំទានទៅដល់ផ្ទះនាងមាលីដើម្បីមើលចិត្តនាងជាលើកចុងក្រោយទេវតាក្នុងរូបរាងយាយចាស់ដើរត្រេតត្រោតតម្រង់ទៅផ្ទះនាងមាលីយាយចាស់សុំទានដើរមកដល់មុខផ្ទះខណៈដែលនាងមាលីកំពុងអង្គុយហូបសាច់ជ្រូកដែលនាងបានអាំង លោកស្រីអើយខ្ញុំឃ្លានណាស់សុំបាយមួយម៉ាត់មកណាលោកស្រីយាយចាស់ចង្រៃនេះមកពីណាក្លិនស្អុយក៏ស្អុយម្លេះចេញឲ្យឆ្ងាយទៅខ្ញុំដើរមកឆ្ងាយណាស់សុំតែបាយកកបន្តិចបន្តួចប៉ុណ្ណោះបាយកកក៏ខ្ញុំមិនឲ្យដែរខ្ញុំទុកឲ្យឆ្កែស៊ីប្រសើរជាងឲ្យយាយឯងអូចៅស្រីអើយស្អាតបាត់ណាស់ហេតុអីចិត្តអាក្រក់ម្លេះស្អាតមិនស្អាតជារឿងខ្ញុំបើមិនព្រមចាញ់ទេខ្ញុំយកទឹកលាងចានស្រោចឥឡូវហើយការធ្វើបុណ្យដាក់ទាននឹងនាំឲ្យចៅមានសេចក្តីសុខណាឈប់មកបង្រៀនខ្ញុំទៅយាយចាស់ចេញឲ្យផុតពីផ្ទះខ្ញុំទៅយុត្តិធម៌ពិតជាមានសម្រាប់មនុស្សដែលមានចិត្តដេរឆានមិនខានឡើយហើយនៅរអូទៀតចេញឲ្យឆាប់ទៅបើមិនទៅទេខ្ញុំនឹងប្រលះឲ្យឥឡូវហើយ សុខាដើរមកដល់មុខផ្ទះឃើញយាយចាស់សំទៀនឈរនៅទីនោះក៏បានស្ទុះទៅយាយកញ្ចាស់មកធ្វើអីនៅទីនេះចង់មកលួចទ្រព្យសម្បត្តិផ្ទះខ្ញុំមែនទេ ចៅអើយយាយគ្រាន់តែឃ្លានបាយសុំបាយហូបតែប៉ុណ្ណោះ ផ្ទះនេះគ្មានបាយឲ្យទានមនុស្សកំជិលដូចជាយាយឯងទេចេញទៅឲ្យឆាប់ ឯងជាមនុស្សប្រុសហេតុអីជឿតែសម្ដីប្រពន្ធមិនស្គាល់ខុសត្រូវបែបនេះ ប្រពន្ធខ្ញុំជាមនុស្សល្អយាយឯងកុំមកចោទប្រកាន់នាងឲ្យសោះ ចិត្តមនុស្សមើលមិនឃើញទេចៅចាំមើលចុះអ្វីនឹងកើតឡើង មិនបាច់ចាំមើលទេចេញទៅបើមិនចេញខ្ញុំនឹងយកដបងមកវាយឥឡូវហើយ ឯងពិតជាកូនអកតញ្ញូនិងជាប្តីល្ងងខ្លៅដែលតិចស្រាលមែន នៅបដៅខ្ញុំទៀតអីទៅឲ្យផុតទៅយាយចាស់ឈួត កម្មពៀនឹងមកដល់ពួកឯងទាំងពីរក្នុងពេលឆាប់នេះ យាយសុកកំពុងដេកអស់កម្លាំងនៅក្នុងព្រៃដាច់បាយអស់ច្រើនថ្ងៃមកហើយ
យាយអើយយាយហេតុអីមកអង្គុយយំម្នាក់ឯងនៅក្នុងព្រៃជ្រៅបែបនេះខ្ញុំត្រូវបានកូនប្រុសនិងកូនប្រសាដេញចេញពីផ្ទះហើយកុំយំអីយាយមនុស្សចិត្តល្អដូចជាយាយទេវតាមិនទុកឲ្យស្លាប់ទេខ្ញុំមិនចង់រស់ទៀតទេបើកូនបង្កើតធ្វើបាបខ្ញុំដល់ថ្នាក់នេះទៅហើយចូលផឹកទឹកនេះទៅភ្នែកនឹងភ្លឺរាងកាយនឹងរឹងមាំវិញហើយ យាយសុកក៏បានផឹកទឹកដែលទេវតាបានឲ្យ ពុទ្ធោអើយខ្ញុំមើលឃើញវិញហើយខ្លួនប្រាណក៏លែងឈឺដូចមុនទៀតដែរនេះគឺជាពរជ័យពីយើងចូលទៅសម្រាប់ក្នុងរូងភ្នំទឹកនេះសិនចុះតើយាយជាអ្នកណាគេដែរហេតុអីក៏មានមហិទ្ធិឫទ្ធិអាចជួយខ្ញុំបានបែបនេះហ៎ រូបរាងយាយចាស់ដែលបន្លំខ្លួនក៏ប្រែក្លាយជាទេវតាវិញយើងជាទេវតាដែលយើងមកនេះគឺមកដាក់ទោសមនុស្សចិត្តខ្មៅនិងជួយមនុស្សល្អ ហាលោកទេវតាលោកទេវតាសូមជួយលើកលែងទោសឲ្យកូនប្រុសខ្ញុំផងគេគ្រាន់តែល្ងងជឿប្រពន្ធរបស់គេមួយគ្រាតែប៉ុណ្ណោះ